បេសកជនប្រចាំទ្វីបអាហ្វ្រិករបស់ប្រធានាធិបតីត្រាំហៅសង្គ្រាមស៊ូដាំងថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក Video Insight អាហ្វ្រិកបេសកជនទទួលបន្ទុកកិច្ចការទ្វីបអាហ្វ្រិករបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺលោក Massad Boulos កាលពីថ្ងៃសៅរ៍ទី15 ខែវិច្ឆិកាបាននិយាយថាសង្គ្រាមនៅប្រទេសស៊ូដាំងគឺជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោកនៅពេលនេះហើយលោកសង្ឃឹមថានឹងអាចមើលឃើញមានវឌ្ឍនភាពផ្នែកការទូតដើម្បីឆ្ពោះទៅរកសន្តិភាពនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ចាប់តាំងពីផ្ទុះឡើងកាលពីខែមេសាឆ្នាំ2023មកសង្គ្រាមរវាងយោធាស៊ូដាំងនិងកងកម្លាំងទាហានប៉ារ៉ា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ហើយបង្ខំឲ្យប្រមាណជិត12លាននាក់ត្រូវប្រាត់ប្រាក់ពីផ្ទះសម្បែងក្រៅពីចុងខែតុលាកន្លងទៅកងកម្លាំងទាហានប៉ារ៉ាដណ្ដើមកាន់កាប់បានទីក្រុងសំខាន់ El Fasher នៃតំបន់ Darfur ក្រោយខិតខំប្រឹងប្រែងវាយលុកអស់រយៈពេល18ខែនិងពោពេញទៅដោយសេចក្តីរាយការណ៍អំពីករណីសម្លាប់រង្គាលក៏ដូចជាអំពើហិង្សាផ្លូវភេទគួរបញ្ជាក់ផងដែរថាទីក្រុង Washington បានទទួលឲ្យភាគីចំនួនស៊ូដាំងព្យាយាមស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ប៉ុន្តែមកទល់ពេលនេះហាក់មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេបើតាមលោក Boulos សហរដ្ឋអាមេរិកនិងដៃគូមួយចំនួនទៀតបាននឹងកំពុងអំពាវនាវឲ្យភាគីទាំងពីរយល់ស្របចំពោះបទឈប់បាញ់បបហែកមនុស្សធម៌មួយដែលមានរយៈពេល3ខែដើម្បីបើកឱកាសឆ្ពោះទៅរកការបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍បើតាមលោក Boulos សហរដ្ឋអាមេរិកនិងដៃគូមួយចំនួនទៀតបាននឹងកំពុងអំពាវនាវឲ្យភាគីទាំងពីរយល់ស្របចំពោះបទឈប់បាញ់បបហែកមនុស្សធម៌មួយដែលមានរយៈពេល3ខែដើម្បីបើកឱកាសឆ្ពោះទៅរកការបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍